ខ្ញុំមិនដឹងថាពុកម៉ែបងប្អូនមានចាប់អារម្មណ៍ដូចខ្ញុំអត់ទេណាគ្រាន់តែថាចេះខ្ញុំចាប់អារម្មណ៍ទៅលើការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រាត់ចាប់តាំងពីរដូវកាលឆ្នាំ2018និង2019មកទល់នឹងពេលនេះការប្រកួតវគ្គផ្ដាច់ព្រាត់លទ្ធផលបាត់គឺតែងតែមានក្រុមម្ខាង keep clean sheet បានរហូតតែម្ដងបើជាក់ស្ដែងកាលពីឆ្នាំ2018 2019វគ្គផ្ដាច់ព្រាត់បាទ Liverpool យកឈ្នះ Spurs 2-0 អញ្ចឹងបានន័យថា Liverpool keep clean sheet បានមួយឆ្នាំ2019 2020សម័យ COVID វគ្គផ្ដាច់ព្រាត់ Bayern Munich យកឈ្នះ Paris Saint-Germain 1-0 keep clean sheet បានមួយទៀត Bayern ឆ្នាំ2020និង2021 Chelsea យកឈ្នះ Manchester City 1-0 Chelsea keep clean sheet បានទៀត2021 2022 Real Madrid យកឈ្នះ Liverpool 1-0 Real Madrid keep clean sheet បានទៀត2022 2023 Manchester City យកឈ្នះ Inter Milan 1-0 ក្រុមមេឃៀវ keep clean sheet បានទៀត2023 2024 Real Madrid យកឈ្នះ Borussia Dortmund 2-0 ក្រុមអាត្រីសរក្សាសំណាញ់ទីបានទៀតឆ្នាំ2024និង2025កាលពីរដូវកាលមុននេះតែម្ដង Paris Saint-Germain លុត Inter Milan នៅវគ្គផ្ដាច់ព្រាត់ 5-0 បានន័យថា Paris keep clean sheet បានទៀតអញ្ចឹងសំណួរសួរថានៅរដូវកាលឆ្នាំ2025និង2026នេះតើពិតជាមានការរក្សាសំណាញ់ទីទៀតឬយ៉ាងណា